តើនឹងមានអ្វីកើតឡើងប្រសិនបើរុស្ស៊ីបើកការវាយប្រហាររបស់ខ្លួនទៅលើសហរដ្ឋអាមេរិកដោយប្រើមីស៊ីលដ៏មានឥទ្ធិពលបំផុតគឺ RS-28 សាម៉ាត់នៅពេលដែលមជ្ឈមណ្ឌលការពារជាតិរបស់សហរដ្ឋអាមេរិកចាប់បានការបាញ់បង្ហោះមីស៊ីលពីប្រទេសរុស្ស៊ីមជ្ឈមណ្ឌលការពារជាតិរបស់ខ្លួននឹងរៀបចំស្ថានភាពឲ្យមានការប្រុងប្រយ័ត្នខ្ពស់ហើយបញ្ជាឲ្យប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដំណើរការភ្លាមៗប៉ុន្តែមីស៊ីលនេះមានកម្លាំងខ្លាំងនិងទំនើបណាស់ដោយផ្ទុកក្បាលគ្រាប់បែកនុយក្លេអ៊ែរចាប់ពី12ទៅ15គ្រាប់ឯណោះក្នុងពេលតែមួយដែលអាចធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកមិនអាចស្ទាក់ចាប់បានទាំងអស់នោះទេឥឡូវសាកស្រមៃមើលប្រសិនបើរុស្ស៊ីបាញ់មីស៊ីលប្រភេទនេះរាប់សិបគ្រាប់ក្នុងពេលតែមួយប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកនឹងត្រូវទទួលបន្ទុកលើសលប់ដោយជួបការលំបាកក្នុងការទប់ស្កាត់ការវាយប្រហារដ៏ធំធេងនេះមីស៊ីល RS-28 សាម៉ាត់ដែលត្រូវគេស្គាល់ថាសាតាន់ 2 គឺជារហស្សនាមដ៏មានឥទ្ធិពលបំផុតនៅលើភពផែនដីដោយសារតែវាអាចហោះទៅបានគ្រប់ទីកន្លែងគ្រប់ជ្រុងជ្រោយទាំងអស់នៃភពផែនដីបើប្រៀបធៀបទៅនឹងមីស៊ីល LGM-30 ដ៏មានឥទ្ធិពលបំផុតរបស់សហរដ្ឋអាមេរិកមីស៊ីល RS-28 សាម៉ាត់មានកម្លាំងខ្លាំងជាងព្រោះវាអាចបាញ់បានចម្ងាយរហូតដល់ទៅ 18000 គីឡូម៉ែត្រខណៈដែលមីស៊ីល LGM-30 អាចបាញ់បានចម្ងាយត្រឹមតែ 15000 គីឡូម៉ែត្រតែប៉ុណ្ណោះ RS-28 សាម៉ាត់អាចវាយប្រហារសហរដ្ឋអាមេរិកត្រឹមតែ20ទៅ25នាទីតែប៉ុណ្ណោះខណៈដែល LGM-30 ចំណាយពេលរហូតដល់ទៅ30ទៅ35នាទីដើម្បីទៅដល់ទឹកដីរុស្ស៊ី LGM-30 របស់សហរដ្ឋអាមេរិកអាចទប់ក្បាលគ្រាប់នុយក្លេអ៊ែរបានត្រឹមតែ3គ្រាប់តែប៉ុណ្ណោះខណៈដែល RS-28 សាម៉ាត់របស់រុស្ស៊ីអាចទប់ក្បាលគ្រាប់នុយក្លេអ៊ែរចាប់ពី12ទៅ15គ្រាប់ឯណោះ